រៀននេះជាមេរៀននៃកិច្ចបដិបត្តិដើម្បីរំលាយសេចក្តីប្រកាន់ថាមានអញសេចក្តីពិតក្នុងធម្មជាតិគ្មានទេប៉ុន្តែសតិដឹងរបស់កូនតាមវាមិនទាន់បានកូនប្រកាន់ថាមានអញនេះឥឡូវនេះមាក់ជាមេរៀននៃកិច្ចបដិបត្តិដើម្បីរំលាយអញប៉ុន្តែអ្នកមកបួសក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធណាមានកន្លែងមួយងាយនឹងជាប់ធ្ពុមិនមែនជាដំណើររលាស់អញទេគឺគេជាប់នឹងសិលប៉ុន្តែមេរៀនទាំងស្រុងគឺមេរៀនធ្វើឲ្យចិត្តរួចរំដោះប៉ិនលោកយាយលោកតាសប្ងៃគឺជាប់នឹងសិលគេហៅសីលពតបរមស័ក្តិព្រះសម្មាសម្ពុទ្ធលោករំលឹកទៀតណាអ្នកដែលចូលមកបួសក្នុងសំណាក់របស់តថាគតណាងាយនឹងកើតជំងឺមួយហ្នឹងណាដូចថាយើងមកក្នុងបរិយាកាសមលុបអញ្ចឹងណាថាកូនណាក្តៅវាមានទុកហើយក្តៅពិតជាមានទុកហើយឥឡូវណាចូលមកជ្រកមលុបប៉ិនកូនប្រយ័ត្នណាជ្រកមលុបហ្នឹងណាវានឹងកើតជំងឺមួយទៀតងាយនឹងកើតជំងឺហ្នឹងប្រយ័ត្នឲ្យមែនតើកើតជំងឺខ្វះពលឺថ្ងៃឧទាហរណ៍វិញអញ្ចឹងព្រះសម្មាសម្ពុទ្ធលោករំលឹកណានេះមាក់នេះជាមេរៀននៃកិច្ចបដិបត្តិដើម្បីឲ្យអស់អញណាប៉ុន្តែអ្នកមកបដិបត្តិហ្នឹងងាយនឹងកើតជំងឺមួយអាចជំងឺជាពាក់មួយយ៉ាងគឺជាពាក់នឹងសិលព្រះពុទ្ធលោកថាសីលពតបរមស័ក្តិប្រយ័ត្នឲ្យមែនតើណាអញ្ចឹងបានការចំនួនព្រះសម្មាសម្ពុទ្ធគេចេះតែទៅប្តឹងព្រះសម្មាសម្ពុទ្ធពីរឿងព្រះសិរីបុត្រគេថាព្រះសិរីបុត្រព្រះរហន្តស្អីបដាលសត្វតលោតអីអញ្ចឹងដល់វះឲ្យសត្វតែខោញបងតពោលោតប្រុចតែមកដាច់សិលហើយពួកអ្នកជាពាក់នឹងសិលងាកទៅរាយការណ៍ព្រះសម្មាសម្ពុទ្ធពីរឿងព្រះសិរីបុត្រដឹងកាន់សិលស្អីទេបើលះលាំងដើរអត់សម្រួមអីចុងនោះបើមុខគេទៅដល់កន្លែងវះស្អីមួយតាំងខោញតពោលោតប្រុចទៅបាត់ហើយហើយដើរលះលាំងមើលទៅដូចមិនសំណំជាព្រះអរហន្តអគ្គសាវកស្ដាំរបស់ព្រះសម្មាសម្ពុទ្ធផងដូចមិនសមព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងលោកញញឹមលោកប្រាប់ថាកូនឯងនឹងសីលពតបរមស័ក្តិកូនឯងនឹងវាជាពាក់នឹងសិលកូនជាពាក់ណាហើយមេរៀននេះមេរៀនដោះអាចពាក់នឹងមិនជាពាក់នឹងស្អីទាំងអស់មកឲ្យវាធូរលហុយទៅណាដើររំភើយណាក្នុងជីវិតរស់នៅហ្នឹងរំភើយហ្មងមិនព្រះសម្មាសម្ពុទ្ធលោកដឹងនិយាយថាម៉េចណោះថាលោកផុតសេចក្តីស្លាប់ប៉ុន្តែលោកផុតសេចក្តីស្លាប់ប៉ុន្តែមិនមែនមានន័យថាខណ្ឌ5ហ្នឹងអត់បែកធ្លាយទេណាលោកបង្រៀនឲ្យយើងរស់នៅដោយលែងខ្លាចសេចក្តីស្លាប់ណាដូចមុខដឹងសស្ងាត់នៅចំពីមុខយើងអញ្ចឹងមច្ចុរាជនៅចំពីមុខយើងអញ្ចឹងសេចក្តីស្លាប់នៅចំពីមុខយើងអញ្ចឹងឲ្យយើងដើរយ៉ាងរំភើយហ្មងទៅរកអាមុខដឹងនឹងហ្មងទៅរកអាមច្ចុរាជនឹងហ្មងរស់នៅយ៉ាងរំភើយទៅរកសេចក្តីស្លាប់លោកសម្ដែងថាម៉េចទេការកើតនិងការស្លាប់ជារឿងធម្មតាជារឿងធម្មជាតិប៉ុន្តែយើងវាមិនព្រមទទួលព្រះពុទ្ធលោកឯណាជួយយើងឲ្យផុតសេចក្តីស្លាប់តាមដំណើរនៃការគិតរបស់យើងធម្មតាណារួចផុតសេចក្តីស្លាប់ហ្នឹងគឺរួចសម្គាល់ថាអញស្លាប់ណាប៉ុន្តែតាមអាការៈខាងក្រៅឃើញថាស្លាប់ព្រះសម្មាសម្ពុទ្ធមើលឃើញស្លាប់ដែរឃើញបែកលេខខណ្ឌដែរប៉ុន្តែការពិតព្រះអង្គអត់មានអារម្មណ៍ថាស្លាប់ទេអត់មានទេពីព្រោះអស់ហើយសតិដឹងតាមតាន់កូនកលាបៈហើយអស់អញហើយអស់សេចក្តីស្លាប់ហើយនោះហើយជាគោលដៅដែលព្រះសម្មាសម្ពុទ្ធលោកនាំយើងទៅហៅថានិព្វាននោះព្រះសម្មាសម្ពុទ្ធលោកបង្រៀនយើងឲ្យប្រឈមមុខជាមួយនឹងសេចក្តីស្លាប់យ៉ាងរំភើយហ្នឹងឲ្យលែងជាពាក់រំភើយផាត់ទៅណាពួកដើរយ៉ាងរំភើយតែហ្មងណាគេមើលពីចង្ងាយមកអូអញ្ចេះហូអញ្ចោះអាហ្នឹងគេហៅសីលពតបរមស័ក្តិបងប្អូនណាយើងដូចផ្លែស្វាយនៅលើដើមផ្លែស្វាយយើងម្នាក់ដូចផ្លែស្វាយលើដើមនេះដីនេះដូចព្រះនិព្វានអញ្ចឹងដីនេះគោលដៅដីហ្នឹងដូចព្រះនិព្វានអញ្ចឹងហើយយើងត្រូវការឲ្យផ្លែស្វាយហ្នឹងវាដាច់ចាក់តងនឹងមកដល់ធ្លាក់មកដល់ដីដំណើរដីវាត្រូវណាស្វាយហ្នឹងវាត្រូវតងល់មកហ្មងអាលូតមកហ្មងរំភើយផាត់មកទៅហ្មងដំណើររបស់វាយើងបេះប៉ាត់មកប៉ាត់ធ្លាក់ដល់ដីដឹបហ្មងដំណើរទៅរកព្រះនិព្វានជាដំណើរកណ្ដាលមជ្ឈមាបដិបទាជាដំណើររំភើយរស់នៅធ្វើតែការងាររបស់យើងទៅរួចហើយទុកឲ្យធម្មជាតិហ្នឹងវារៀបចំទៅបើយើងចង់ជួយគេធ្វើតែការងារយើងទៅដូចយើងអញ្ចឹងបយល់គេទៅមានលុយយកទៅចាក់ផ្សាយទៅរកកំណត់ថ្មីយកទៅនិយាយទៅគេអត់ស្ដាប់ទេកន្លែងនោះគេមិនស្ដាប់យើងស្ដាប់ទៅយើងធ្វើការងារយើងរួចហើយរំភើយផាត់មកដំណើររបស់យើងគឺដំណើរអញ្ចឹងផ្លែស្វាយដែលបេះមកត្រឹមត្រូវណាជាមេគារបស់ព្រះសម្មាសម្ពុទ្ធណាផ្លែស្វាយហ្នឹងត្រូវដាក់ចាក់ដល់មកប៉ាត់ដល់ដីហ្មងប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាក្នុងដំណើរឆ្ពោះទៅរកគោលដៅគឺព្រះនិព្វានហ្នឹងមានឧបសគ្គច្រើនណាស់ដែលធ្វើឲ្យសត្វទើនៅតាមផ្លូវវាអត់ព្រមមកដល់គោលដៅណាសត្វទើនៅតាមផ្លូវហ្នឹងមានអីខ្លះឧបសគ្គធំផ្លែស្វាយយើងបេះហើយវាត្រូវប៉ាត់លាក់មកដល់ដីពុកដល់ព្រះនិព្វានដំណើររលះរលាំងមជ្ឈមាបដិបទាជាដំណើរឆ្ពោះទៅរកការរួចរំដោះប៉ុន្តែតាមផ្លូវមានឧបសគ្គច្រើនណាស់ក្នុងដំណើរទុកផ្លែស្វាយហ្នឹងមិនឲ្យធ្លាក់មកដីស្អីខ្លះលោកធម៌8យ៉ាងនេះជាដំណើរទុកអានិសង្ឃនេះសត្វតែជាដំណើរទុកទៅរកព្រះនិព្វានណាដំណើរទុកស្កាត់មិនឲ្យទៅព្រះនិព្វានខ្ញុំធ្វើបុណ្យចេះបានចេះខ្ញុំធ្វើបុណ្យចេះបានចេះហ្នឹងសត្វដំណើរទុកហើយហ្នឹងសត្វតែដំណើរទុកហើយ
អ្នកខ្លះទេសនាយូរទៅជាប់គេទៅសើលោកគ្រូមានសិលបរិសុទ្ធល្អណាស់ជាប់នឹងអាហ្នឹងលោកធម៌ជាប់នឹងអាហ្នឹងជាដំណើរយឺតយូរក្នុងដំណើរឆ្ពោះទៅរកគោលដៅគឺព្រះនិព្វានដំណើរទៅរកព្រះនិព្វានណាបងប្អូនជាដំណើររួចចំដោះគេទៅសើក៏មិនរំភើបគេប្រអាប់ក៏មិនតក់ស្លុតប៉ុន្តែអ្នកអាចធ្វើទៅតាមមេគានឹងបានមានចំនួនតិចបំផុតច្រើនតែជាប់ដោយអត់ដឹងខ្លួនគ្រូធម៌មេចាធំសប្ងៃហ្នឹងសិតតែពួកទូទៅណាបងប្អូនពួកពលនឹងលោកធម៌ដោយមិនដឹងខ្លួនទៅទៀតអ្នកខ្លះពលរឿងមិនពលលោកគ្រូទៅកន្លែងណាអត់ចេះពលនឹងគេសោះយូរពលនឹងអាពាក្យដែលថាគេថាមិនពលនឹងត្មងទៅទេកន្លែងណាលោកគ្រូអត់យកលុយទៅសោះមានបច្ច័យប្រមាណទេបានឲ្យទៅគេវិញដល់តែយូរវាជាប់នឹងឲ្យទៅគេហ្នឹងមានទេកន្លែងខ្លះវាត្រូវយកបច្ច័យហ្នឹងមកចាត់ចែងរឿងអីមួយហេលោកគ្រូលោកមិនដែរយកទេគេថាយកមកបើយើងខ្វះបច្ច័យថ្ងៃហ្នឹងហេលោកគ្រូមិនដែរយកទេយូរវាជាពាក់អាមិនដែរយកហ្នឹងបងប្អូនណាងាយនឹងជាពាក់ណាអញ្ចឹងបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមាគាឆ្ពោះទៅរកការរួចរំដោះហ្នឹងចង្អៀតណាស់បងប្អូនចង្អៀតដូចក្តិតមជុលអញ្ចឹងចង្អៀតណាស់មិនងាយពីណាដើរទៅត្រូវផ្លូវទេចង្អៀតណាស់មិនជាមានបដិបទាជាដំណើរធ្វើឲ្យចិត្តរួចរំដោះអ្នកខ្លះជាពាក់នឹងនេះអ្នកខ្លះជាពាក់នឹងនោះអ្នកខ្លះជាពាក់នឹងសេចក្តីល្អនឹងទៅទៀតជាពាក់ណាអ្នកខ្លះជាពាក់នឹងសិលដោយផ្លែស្វាយគេបេះប៉ាប់មកវាត្រូវដាច់តងមកប៉ាត់ប៉ាស្លឹកមកដល់ដីពឹបហ្មងដំណើរវាលឿនអញ្ចឹងហ្មងអាស្វាយខ្លះបេះមកវាដោយតងប៉ាត់មកទើងស្លឹកនឹងបដ ாய் យើងទៅចំពោះអាស្លឹកនឹងប៉ាត់មកវាតាក់នឹងអានេះតាក់នឹងអានោះទើមិនងាយមកដល់ទេអានិសង្ឃនេះលោកធម៌នេះធ្វើឲ្យមនុស្សយឺតយូរក្នុងដំណើរឆ្ពោះទៅរកការរួចចំដោះគេសរសើរច្រើនលោកយាយកាន់សិលល្អណាស់អ្នកវាជាពាក់សិលទៀតចិត្តជាពាក់សិលដំណើររួចចំដោះហ៎បងប្អូនដំណើរហើយដំណើរមនុស្សហើយរំភើយផាត់ហ្មងដើរទៅយ៉ាងរំភើយបដ ாய் អានឹងដំណើររួចអត់មានជាពាក់នឹងអីទាំងអស់កាន់សិលដឹងបងប្អូនដឹងថានេះសិលនេះមិនមែនសិលទេនេះការដាច់សិលដឹងខ្លួនមិនប្រព្រឹត្តទេអំពើអាក្រក់